ខ្ញុំបានសហការជាមួយបងប្អូនជីដូនមួយរបស់ខ្ញុំដើម្បីទៅនេសាទនៅសមុទ្រអស់រយៈពេល3ឆ្នាំជាមួយនឹងជំនាញមាញ់តែមួយគត់បានឆ្លងផុតពីបរិសុទ្ធចំណាស់របស់ខ្ញុំបូករួមនឹងជុតពិសេសនៃបច្ចេកទេសដុតត្រជាកម្មយកក្រុមហ៊ុនដឹកជញ្ជូនភាគច្រើនដែលស្លាប់ពាក់កណ្ដាលការផ្ដល់ចំណីឲ្យពួកវាឈើបានคล้ายទៅជាត្រីធូណាកំប៉ុងដែលត្រូវបានលក់នៅក្នុងកំពង់ផែនេសាទនៅតាមឆ្នេរសមុទ្រភាគអាគ្នេយ៍ទូកកាន់តែធំទៅឈ្មោះកាន់តែខ្លាំងឡើងប៉ុន្តែបងប្អូនជីដូនមួយរបស់ខ្ញុំShen Yangនិងប្អូនស្រីរបស់គាត់Shen Yaoពេលនេះខ្ញុំគិតពីរបៀបដេញខ្ញុំចេញសេងឈួនចូលនិយាយដោយបើកចំកប៉ាល់ Wave Chaser វាត្រូវបានកែប្រែដោយបងប្រុសរបស់ខ្ញុំក្នុងតម្លៃជាង10លានយន់បងប្រុសរបស់ខ្ញុំមិនបានទិញវីសដោយលុយរបស់គាត់ទេថ្លៃប្រេងឥន្ធនៈសម្រាប់ការធ្វើដំណើរនីមួយថ្លៃទឹកកកប្រាក់ខែនេះអ្វីគ្រប់យ៉ាងត្រូវបានបង់ដោយយើងហើយអ្នកអង្គុយនៅខាងចុងទូកហើយលេងជាមួយត្រីលួយនោះជារៀងរាល់ថ្ងៃសំណាញ់ដែលខូចមួយចំនួនច្របាច់កន្ទុយហើយចាក់ម្ជុលពីរអ្នកនេសាទចាស់នៅលើកំពង់ផែនេះអាចធ្វើវាបានឥឡូវនេះឧបករណ៍ទាំងអស់នៅលើយន្តហោះត្រូវបានធ្វើឲ្យប្រសើរឡើងមិនចាំបាច់ឲ្យអ្នកខំប្រឹងប្រែងអ្វីនោះទេនេះគឺ 20,000 យន់ពិចារណាវាជាតម្លៃទិញសម្រាប់ការខិតខំ3ឆ្នាំរបស់យើងយកលុយទៅឆ្ងាយចាប់ពីទៅអ្វីអំពី Wave Chaser ខ្ញុំបានបន្ទាបក្បាលរបស់ខ្ញុំក្រឡេកមើល Wanda Rumbe មិនកាត់ទេគ្រាន់តែលើកក្បាលរបស់អ្នកដោយស្ងប់ស្ងាត់ភ្នែករបស់គាត់បានធ្លាក់ចុះយ៉ាងជាក់លាក់ទៅលើ Shen Yang ក្បែររាងកាយយ៉ាងសេនយ៉ាងតើយើងបានកំណត់ច្បាប់កាលពី3ឆ្នាំមុនដោយរបៀបណាគ្រួសាររបស់អ្នកវិនិយោគលើការទិញឧបករណ៍ទូគមនាគមន៍ខ្ញុំមានមុខតំណែងពិសេសនិងជំនាញការងារផ្ដាច់មុខប្រាក់ចំណេញបែងចែករវាង30និង70ក្នុងរយៈពេល3ឆ្នាំកន្លងមកនេះខ្ញុំបានយកត្រីមកឲ្យអ្នកចំណូលសរុបគឺយ៉ាងហោចណាស់8ទៅ9លាន 20,000 យន់តើអ្នកគិតថានេះជាការបញ្ជូនអ្នកណាម្នាក់ទៅសុំទានទេShenជួនសុំយល់ពីស្ថានភាពនិយាយដោយត្រង់ជំនាញរបស់អ្នកគឺគ្រាន់តែរើសត្រីប៉ុណ្ណោះកាត់កន្ទុយហើយបោះវាទៅក្នុងទឹក AG និងអ្នកបានរកឃើញវាចេញកាលពី3ឆ្នាំមុននរណាម្នាក់អាចធ្វើការងារនេះបានខ្ញុំនឹងផ្ដល់ឲ្យអ្នក 5,000 ក្នុងមួយខែវាលើសលប់នៅក្នុងច្រកនេះតើអ្នកគិតថាអ្នកជានរណារើសត្រីមួយហើយកាត់កន្ទុយរបស់វាសេនយ៉ាវគ្មានការងារកាត់កន្ទុយរបស់ខ្ញុំទេកប៉ាល់ថេវណេតកម្រិតរាប់សិបលានរបស់អ្នកនោះទោះបីជាយើងបើកឡានទៅកណ្ដាលមហាសមុទ្រប៉ាស៊ីហ្វិកក៏ដោយអ្វីដែលខ្ញុំទាញមកវិញគឺគ្រាន់តែជាសំណាញ់របស់ត្រីសម្រាមប៉ុណ្ណោះផ្លូវធ្វើចំណាកស្រុករបស់ត្រីធូណាផ្លាស់ប្ដូរជារៀងរាល់ឆ្នាំការប្រុងប្រយ័ត្នកាន់តែខ្ពស់ឡើងអ្នកគិតថាត្រីទាំងនោះជាមនុស្សល្ងើកំពុងរងចាំអ្នកជីកវាឡើងសេងឈួនតើអ្នកមានអារម្មណ៍ថាបែកពីអ្នកត្រីនឹងមិនត្រូវបានចាប់ទេតើវាមិនមែនជាកន្លែងរបស់បេស៊ីមែនទេដេកទំពក់មួយហើយកាត់កន្ទុយហេតុអ្វីបានជាអ្នកធ្វើអ្វីមួយនៅពេលដែលយាយឈួននៅពីក្រោយអ្នកគាត់រក្សាវាទាំងអស់នៅក្នុងចិត្តរបស់គាត់តើការងារនេះមានអត្ថកំបាំងអ្វីបងឈួនកន្លែងដែលអ្នកភ្ជាប់មុំកាត់កន្ទុយជំរឿនែមចូលខ្ញុំបានសរសេរវាទាំងអស់អនុវត្តច្រើនដងស្ទើរតែអាចធ្វើបាននៅពេលដែលពាក្យរបស់ AG ធ្លាក់ចូលត្រចៀករបស់គាត់ភ្លើងចុងក្រោយដែលនៅតែឆេះនៅក្នុងទ្រូងរបស់ខ្ញុំបំផ្លាញពេលឆ្នាំខ្ញុំអង្គុយនៅក្បែរធុងទឹករស់រាល់ថ្ងៃមុនថ្ងៃរះជ្រើសរើសមួយដោយមួយកន្ត្រៃចាស់នៅលើម្រាមដៃខ្ញុំត្រូវបានមុតម្ដងហើយម្ដងទៀតគ្រាន់តែញួរដែលមានអារម្មណ៍ថាចុះដល់មីលីម៉ែត្រចូលទៅក្នុងឆ្អឹងដើម្បីស្វែងយល់ពីគំរូនៃការធ្វើចំណាកស្រុករបស់ត្រីធូណានៅក្នុងតំបន់នេះខ្ញុំនៅលើដំបូលជាមួយនឹងក្បាលរបស់ខ្ញុំនៅក្រោមព្រះអាទិត្យ40ដឺក្រេដោយក្រឡេកមើលចន្លោះខ្សាច់ពណ៌និងសីតុណ្ហភាពទឹកបច្ចុប្បន្នខ្ញុំបានឃើញភ្នែករបស់ខ្ញុំហូរឈាមដើម្បីជួយShen Yangធ្វើឲ្យមានស្ថិរភាពអ្នកទិញជាមួយនឹងការដេញថ្លៃខ្ពស់បំផុតក្នុងនាមជាអ្នកមិនផឹកខ្ញុំបានផឹកជាមួយអ្នករហូតដល់ក្រពះខ្ញុំហូរឈាមក្នុងរយៈពេល3ឆ្នាំកប៉ាល់របស់Shen Yangត្រូវបានប្រែក្លាយពីសម្បកទេបានក្លាយជាម្ចាស់ត្រីធូណានៃកំពង់ផែត្រីនៅឆ្នេរសមុទ្រភាគអាគ្នេយ៍ត្រីនិងលុយកាក់នីមួយគឺជារបស់ដែលខ្ញុំបានយកចេញពីសមុទ្រនេះជាមួយនឹងជីវិតរបស់ខ្ញុំប៉ុន្តែលើនេះខ្ញុំមានអារម្មណ៍ថាខ្ញុំបានរៀនជំនាញទាំងអស់របស់ខ្ញុំពួកគេបានគិតថាដោយការស្វែងរកកប៉ាល់បណ្ដាញធនធ្ងន់ថ្មីនិងធំអ្នកទិញធំនិងអ្នកមានគួរតម្រង់ជួរដើម្បីចុះកិច្ចសន្យាជាមួយគាត់ខ្ញុំបានយករំបើទាំងនោះចេញពីដីបញ្ចូលទៅក្នុងហោប៉ៅដែលបិទជិតល្អខ្ញុំស្ដាប់អ្នកធ្វើតាមខ្ញុំហើយខិតខំចាប់ពីពេលនេះទៅពួកគេមិនដឹងថាចលនាដែល AG ទន្ទិញចាំដោយសម្ងាត់នោះទេល្អបំផុតវាគ្រាន់តែជាស្រទាប់ស្បែកប៉ុណ្ណោះទីតាំងមីលីម៉ែត្រនៃទូកមុំពិតប្រាកដនៃការរើសកន្ទុយជំរឿននៃការដើរតាមរយៈផ្សិតការធ្វើឲ្យសកម្មជាបន្តបន្ទាប់ក្នុងរយៈពេល3វិនាទីមុនពេលចូលទៅក្នុងទឹកវាជាការចងចាំសាច់ដុំទាំងអស់នៅក្នុងដៃទោះបីជាអ្នកមើលវា10000ដងក៏ដោយក៏អ្នកមិនអាចចម្លងវាបានទេប្រើស្រទាប់ស្បែកនេះដើម្បីដោះស្រាយជាមួយត្រីទង់ពណ៌លឿងនៅក្នុងសមុទ្រប្រហែលជាវានៅតែអាចត្រូវបានបញ្ឆោតប៉ុន្តែប្រសិននៅតំបន់ Black Nest Fall នោះគឺជាការជីកភ្នោផ្ទាល់ខ្លួនរបស់អ្នក10,000 យន់សំបីតែម្ដាយខ្ញុំក៏មិនអាចបំពេញថ្នាំក្រអូបបានដែរនៅខែក្រោយសេងឈួនតើកូនរបស់អ្នកហៅខ្ញុំមកយូរប៉ុណ្ណាហើយតើមានអ្វីកើតឡើងShen Yangបានទទួលទំនិញល្អមួយបាច់ទៀតហើយចង់បញ្ជូនទំនិញទាំងនោះមកឲ្យខ្ញុំបងប្រុសទី1ខ្ញុំនឹងមិនដើរតាមកប៉ាល់Shen Yangទៀតទេខ្ញុំនឹងទៅតែម្នាក់ឯងខ្ញុំនឹងទៅកន្លែងនោះដើម្បីយករបស់ធំសេងឈួនកន្លែងដែលអ្នកកំពុងនិយាយអំពីមិនអាចជា Crusher Diamond បានទេតំបន់ជួឈោគេពិសនៅតំបន់សមុទ្រនោះសុទ្ធតែអន្តែតអាកាសធាតុប្រែប្រួលគ្មាននរណាហ៊ានជីកកកាយរយៈពេល5ឬ6មិនមានទូកចូលច្រើនទេទាំងអស់ត្រូវតែត្រឡប់មកវិញនៅក្នុងជុំទាំងអស់នៅទីនោះ
បងយីទីផ្សារខ្ពស់មិនដែលខ្វះគ្រឿងសមុទ្រទេអ្វីដែលខ្វះគឺគុណភាពល្អបំផុតដែលអ្នកដទៃមិនអាចទទួលបានគ្មានអ្នកណាហ៊ានប៉ះតំបន់សមុទ្រនោះអស់រយៈពេល5ឬ6ត្រីទូណាទង់ជាតិពណ៌ខៀវហែដោយសេរីនៅខាងក្នុងគ្មាននរណាដឹងថារបស់អាក្រក់ទាំងនោះអាចទទួលបានទំហំប៉ុណ្ណាទេខ្ញុំស្គាល់បងប្រុសស្រីនៅឈិនយ៉ាងមិនយូរមិនឆាប់ខ្ញុំនឹងវាយប្រហារអ្នកហេបងប្រុសប៉ុន្តែបញ្ហានេះបងយីសូមស្ដាប់ខ្ញុំសិនកាលពី3ឆ្នាំមុនអ្នកទើបតែចាប់ផ្ដើមទិញអ្នកនេសាទទីផ្សារងឹតទាំងនោះយកទំនិញរបស់អ្នកខ្ញុំភ្នាល់អ្នកថាទ្វារឃ្លាំងត្រជាក់នឹងជំរុញអ្នកចេញពីទីផ្សារប្រសិនបើខ្ញុំមិនបានប្រញាប់ទៅតែម្នាក់ឯងខ្ញុំនឹងកាន់រោងចក្រសម្រាប់អ្នកអាជីវកម្មទិញយករបស់អ្នកបានខ្សែធននៅក្នុងខែដំបូងនេះដំណើរការមេតបខ្ញុំមានពាក្យរបស់អ្នកនៅទីនេះបងប្រុសខ្ញុំនឹងប្រើដើមទុនធ្វើការក្នុងឆ្នាំនេះវាចេញហើយបញ្ឈប់អ្នកតើអ្នកគិតថាបាត់ប៉ុន្មានខ្ញុំមិនចង់បានកប៉ាល់ថ្មីទេក៏មិនចង់បានទូកធំដែរមានទូកចតនៅផ្នែកខាងក្នុងបំផុតនៃកំពង់ផែបំណុលជួសជុលលោកប៉ាល់ខូចម្ចាស់កប៉ាល់បានរត់គេចខ្លួនបាត់គ្មានអ្នកណាមកចាប់ឡើយទោះបីជាកប៉ាល់ខូចក៏ដោយប៉ុន្តែសម្បកគឺមកពីសវត្សរ៍ឆ្នាំ1960ប៉ុន្តែដែលថ្នាក់ទីយោធាវាមានសមត្ថភាពកាន់រលកខ្លាំងជាងក្មេងប្រុសដែលមានពន្លឺនៅលើទីផ្សារខ្លាំងជាង3ដងខ្ញុំចង់បានកន្លះលានដាក់ចុះបានកែប្រែពេញមួយយប់ទូកផ្សងព្រេងសមុទ្រជ្រៅយល់ព្រមខ្ញុំនឹងផ្ទេរប្រាក់ឥឡូវនេះតារាប់ណាអ្នកអាចទៅដល់ឆ្នេរសមុទ្រខ្ញុំអនុញ្ញាតឲ្យអ្នកទិញធំពីឆ្នេរសមុទ្រភាគអាគ្នេយ៍ទាំងមូលតម្រង់ជួរដើម្បីផ្ដល់លុយឲ្យអ្នកល្អខ្ញុំស្គាល់សមុទ្រពណ៌ខៀវជ្រៅនេះមិនយូរប៉ុន្មានដោយសារតែប៉ាល់ចាស់ចេញពីព្យុះដែលធ្វើឲ្យមនុស្សគ្រប់គ្នាថប់ដង្ហើមសេនយ៉ាវអាជីអ្វីគ្រប់យ៉ាងដែលអ្នកបានយកពីខ្ញុំសមុទ្រនេះនឹងនាំឲ្យខ្ញុំប្រមូលផលច្រើនយូសេងឈួនខ្ញុំមិនបានឃើញអ្នកមកផ្លូវនេះយូរមកហើយពូយ៉ាវខ្ញុំចង់បានទូកដែលគេបញ្ចាំចាស់នោះអ្នកអាចយកវាក្នុងតម្លៃ150,000 យន់មែនទេតើអ្នកធ្ងន់ធ្ងរទេធ្វើបើខៀវនៃប៉ាល់នេះធ្វើពីបន្ទះដែលក្រាស់ក៏ដោយក៏វាមិនមានបញ្ហាអ្វីដែរប៉ុន្តែវាមិនត្រូវបានគេប៉ះពាល់ជាង2ឆ្នាំមកហើយឯកតាសំខាន់ត្រូវបានប៉ាក់ដូចជា Notes ដែរផ្លុំត្រូវបានគ្រប់ដោយសម្បកឲ្យ Store អ្នកបើកសំពើខូចនេះចេញទៅសមុទ្រវាមិនគ្រោះថ្នាក់ពេកទេដរាបណាម្ចាស់ផ្ទះអាចឆេះបានអ្នកមិនចាំបាច់ព្រួយបារម្ភអំពីអ្វីផ្សេងទៀតទេផ្ដល់ឲ្យអ្នក2ថ្ងៃភ្ជាប់ខ្សែប្រេងម៉ាស៊ីនសំខាន់សម្អាតឲ្យបានហ្មត់ចត់ជំនួសម៉ូទ័រចាប់ផ្ដើមដោយកម្លាំងសេះខ្ពស់បំផុតជាន់ក្រោយការផ្សារដែកសំណុំនៃមូលដ្ឋានរថយន្តព្យួរខ្សែពួរចានជើងធារាសាស្ត្រអាចឈានដល់ថាមពលពេញលេញដោយផ្ទាល់អ្វីដែលខ្ញុំចង់ព្យួរស្រាលបំផុតមានទម្ងន់200គីឡូក្រាមស្ងួតយល់ហើយ2ថ្ងៃទីនេះអ្នកអាចចាក់ចេញពីកំពង់ផែក្រោកឡើងទាំងអស់គ្នាយកកាំភ្លើងផ្សារនិងដបថ្នាំលាបទាំងអស់មកទូកនេសាទចាស់នោះត្រូវការរុះរើយ៉ាងធំការងារបន្ទាន់សូមធ្វើឲ្យវាកាន់តែងាយស្រួលសម្រាប់ខ្ញុំទីបំផុតរឿងទូកបានសម្រេចនៅសល់ត្រូវត្រឡប់ទៅផ្ទះវិញប៉ាម៉ាក់ខ្ញុំត្រឡប់មកវិញហើយកំពង់ផែរបស់យើងអ្នកជំនាញចិញ្ចឹមត្រីត្រឡប់មកវិញហើយគាត់ថាគាត់នឹងមិននាំអ្នកទៅលេងនៅ Shenyang ទូកនោះលក់បានរាប់លានដុល្លារក្នុងមួយឆ្នាំបើមិនធ្វើបែបនេះអ្នកមិនធ្វើទេវាមិនងាយស្រួលទេក្នុងការចេញក្រៅអ្វីដែលអ្នកបាននិយាយគឺជាការពិតចុះតែម្ដាយនឹងធ្វើអ្វីជាមួយថ្នាំក្រអូបខែក្រោយប្រសិនបើអ្នកឈប់ប្រើថ្នាំប៉ាកុំបារម្ភអំពីថ្នាំខ្ញុំនឹងដោះស្រាយសម្រាប់អ្នកថ្នាំវាច្បាស់ជាមិនបែកទេរកវិធីមួយតើអ្នកអាចគិតអ្វីទៀតខ្ញុំអាចប្រាប់អ្នកបានលុយ 8,000 យន់ដែលខ្ញុំបានខ្ចីម្ដាយរបស់អ្នកដើម្បីទិញថ្នាំកាលពីខែមុនអ្នកត្រូវតែសងខ្ញុំវិញនៅថ្ងៃនេះបងថ្លៃឈិនកុំបន្ទោសខ្ញុំដែលដាស់តឿនបងខ្ញុំមានការលំបាកដោយខ្លួនឯងកុំគ្រាន់តែជៀនខ្ញុំជាមួយអ្នកអ្វីដែលអាក្រក់បំផុតគឺម៉ាក់មិនលេបថ្នាំនេះទេទោះយ៉ាងណាក៏ដោយការញ៉ាំនឹងពន្យាពេលថ្ងៃម៉ាក់គុំនិយាយរឿងបែបនេះយល់ព្រមសេនឈួនអ្នកនៅតែអាចយករបស់ទាំងនេះចេញបន្ទាប់ពីត្រូវបានបណ្តេញចេញវាហាក់បីដូចជាអ្នកបានសន្សំច្រើននៅ Shenyangប៉ុន្តែខ្ញុំសូមណែនាំអ្នកចាក់ចេញពីប៉ាល់ធំនៅ Shenyang អ្នកគ្រាន់តែជាត្រីដែលជាប់គាំងនៅក្នុងកំពង់ផែនេះមិនអាចលោតបានទេកម្លាំងខ្ញុំបានយកលុយប៉ុន្តែសេនឈួនអ្នកត្រូវថ្លឹងទម្ងន់ដោយខ្លួនឯងនោះជាបងប្អូនជីដូនមួយរបស់អ្នកនៅទីនោះនៅ Shenyang យ៉ាងណាមិញពួកគេបានរកលុយពិតប្រាកដនឹងផ្លាទីនអ្នកមានការធ្លាក់ចុះជាមួយនរណាម្នាក់វាមិនមែនជាកន្លែងល្អដើម្បីនៅលើផែចង់ឲ្យខ្ញុំនិយាយបន្ទាបក្បាលរបស់អ្នកត្រឡប់ទៅវិញហើយជួយនរណាម្នាក់ឲ្យបន្ទន់អ្នកឡើងគ្មានការខ្មាស់អៀនប៉ាលុយទាំងនេះទៅមន្ទីរពេទ្យហើយទុកថ្នាំរបស់អ្នកទិញអាហារបំពេញបន្ថែមដើម្បីបំពេញរាងកាយម្ដាយខ្ញុំបានយកការងារធំមួយវាអាចចំណាយពេល10ថ្ងៃដើម្បីទៅសមុទ្រកុំរងចាំខ្ញុំថែរក្សាខ្លួនអ្នក
សេងជួនចូលស្តុកវិញហើយការប្រមូលផ្ដុំចង្គៀងនិង talisman សម្រាប់ខ្ញុំទើបតែចាក់មួយបាច់ថ្មីនៅទីនេះខ្ញុំកំពុងរក្សាវ៉ាសម្រាប់អ្នកកុំចង់បានរបស់ទាំងនោះរបៀបតើអ្នកនឹងShen Yangតែងតែទិញរបស់ទាំងនេះមែនទេអ្នកនៅជាមួយShen Yangពីមុនវីវងប្រើរឿងភាគបណ្ដាញធំទាំងនោះតម្លៃថោកបរិមាណច្រើនប្រសិទ្ធភាពខ្ពស់ហើយអ្វីបានជាការកំណត់រចនាសម្ព័ន្ធនៃការនេសាទវែងបានផ្លាស់ប្ដូរភ្លាមវីវងជាការងាររកប្រាក់កម្រៃសម្រាប់អ្នកដទៃលើកនេះខ្ញុំនឹងធ្វើវាដោយខ្លួនឯងហើយមិនប៉ះអ្នកឆាត់ទេខ្ញុំចង់រីបញ្ជីឲ្យបានត្រឹមត្រូវត្រីធូណាតុងពណ៌ខៀវ200គីឡូក្រាមការនេសាទតាមបណ្ដោយមានការខូចខាតតិចគុណភាពត្រីដ៏អស្ចារ្យត្រីមួយក្បាលត្រូវចំណាយអស់ច្រើនជាងត្រីពេញទូកខ្ញុំគ្រាន់តែនិយាយថាអ្នកមិនមែនជាត្រីនៅក្នុងស្រះទេវាប្រែថាខ្ញុំបានកាន់ដៃនេះត្រឡប់មកវិញត្រីធូណាតុងជាតិពណ៌ខៀវ200គីឡូក្រាមនោះគឺជាតុងដែងរឹងដែលផ្ទះដេញថ្លៃកំពុងប្រកួតប្រជែងបងប្រុសទី3តើអ្នកពិតជាចង់ទៅផ្លូវនោះមែនទេការជ្រៀតជ្រែកអេឡិចត្រូម៉ាញ៉េទិកនៅកន្លែងនោះអស្ចារ្យណាស់ដរាបណាសញ្ញាគេបញ្ចូលមកគ្រាន់តែលោតពេញអេក្រង់វាមិនខុសពីមនុស្សខ្វាក់ភ្នែកដើរក្នុងទីងឹតនោះទេ5 ឬ 6 ឆ្នាំនេះទុកទៅតំបន់សមុទ្រនោះអាចត្រឡប់មកវិញជាមួយនឹងពុកចង្ការនិងកន្ទុយទាំងអស់ខ្ញុំអាចរកពួកគេនៅលើដៃមួយពូម៉ាខ្ញុំខ្លាចខ្ញុំនឹងត្រឡប់ទៅហុងកុងវិញឥឡូវនេះខ្ញុំនឹងមិនបញ្ឈប់អ្នកទេប៉ុន្តែប្រសិនបើខ្ញុំអាចត្រឡប់មកវិញលើកនេះបន្ទប់បែកធ្លាយរបស់អ្នកខ្ញុំនឹងបដូរចិត្តអ្នកចំណាយពេលនៅសល់នៃជីវិតរបស់អ្នកនេសាទប្រាក់សម្រាប់ការជក់បារីនិងផឹកស្រាខ្ញុំរួមបញ្ចូលទាំងអស់ខ្ញុំជាបរិសុទ្ធខ្លាំងហើយខ្ញុំមានកម្លាំងច្រើនឲ្យតែមានលុយធ្វើខ្ញុំក៏ចូលទៅក្នុងរាជវាំងនាគហើយវាឈ្នះគាត់3ដងល្អអ្វីដែលខ្ញុំត្រូវការគឺថាមពលនេះបងឈួននោះគឺឈីលេងហៅរបស់Shen Yangកុំបារម្ភអំពីពួកគេតោះទៅផ្លូវរបស់យើងតើនេះមិនមែនជាបងប្អូនជីដូនមួយរបស់ខ្ញុំទេគ្រាន់តែជាសំណល់ដែកប៉ុណ្ណោះតើអ្នកហ៊ានបើកឡានចេញទៅនេសាទទេតើទឹកសមុទ្រចូលក្នុងខួរក្បាលរបស់អ្នកទេខាងមុខគឺជាតំបន់កំហុស Crucial ទុកដែលខូចរបស់អ្នកបានចូលខ្ញុំខ្លាចថាខ្ញុំមិនអាចផ្ញើសញ្ញាបងប្អូនជីដូនមួយសមុទ្រខាងក្រៅមានសភាពរដប់ភឹសមិនដំណើរការល្អទេប៉ុន្តែគ្មាននរណាម្នាក់នឹងចាប់អ្នកទេងាកត្រឡប់ទៅផែវិញឲ្យបានឆាប់តាមដែលអាចធ្វើទៅបានលក់ត្រីតូចនៅសមុទ្រកុំបាត់បង់កម្លាំងប្រយុទ្ធរបស់អ្នកនៅខាងក្រៅបាទសាយរងចាំរហូតដល់ខ្ញុំទាញកាប៊ីនដែលពោពេញដោយតុងពណ៌ខៀវត្រឡប់ពីសមុទ្រនោះខ្ញុំចង់ឲ្យគេលុបជង្គង់ចុះមើលឲ្យច្បាស់តើនរណាជាស្ដេចនៃសមុទ្រនេះល្អទិន្នន័យរបស់លីវស៊ុយកើនឡើងខ្យល់ព្យុះបានកើនឡើងពូម៉ាបិទគេភឹសធ្វើតាមបញ្ជារបស់ខ្ញុំអង្កត់ធ្នូស្តាំម៉ោង2ភាពខុសគ្នានៃពណ៌បច្ចុប្បន្ននៃមហាសមុទ្របន្ទាត់ដែលកាត់ពណ៌បៃតងងឹតពីពណ៌ខៀវងឹតតាមគាត់កន្លែងដែលបាក់សី Frigatebirds ហាវាជាកំហុសសីតុណ្ហភាពទឹកទង់ពណ៌ខៀវត្រូវតែធ្វើដំណើរតាមបន្ទះកម្ដៅខុសគ្នានោះខ្លាំងក្រុមកែតម្រូវខ្សែពួរដ៏តឹងរឹងបានត្រៀមរួចរាល់ក្រុម Long Line នៅនឹងកន្លែងរួចរាល់ដើម្បីបម្រើមាត្រា1តាបងឈួនធៀបទាំង16គឺនៅនឹងកន្លែងការចេញផ្សាយខ្សែវែង16ត្រចៀកសញ្ញានៃការស្លាប់ទឹកកក16ដំណើរការក្នុងពេលដំណើរគ្នានៅលើគែមនៃកំហុសសីតុណ្ហភាពទឹកនេះទង់ពណ៌ខៀវណាមួយដែលធ្វើដំណើរតាមចរន្ត Crush ឆ្លងកាត់ច្រកបៀងនេះវានឹងបង្កឲ្យមានសភាពគិតសន្លប់ដែលឆ្លាក់នៅក្នុងឆ្អឹងរបស់ពួកគេរត់ពេញលេបវាក្នុងមួយក្តាប់បន្ទាប់គ្រាន់តែរងចាំជាប់បន្ទាត់ចាប់ផ្ដើមបងឈួនកម្លាំងទាញគឺខ្លាំងពេកវត្ថុដែលនៅពីក្រោមកំពុងធ្វើចលនាគួរឲ្យអស់សំណើចពូម៉ា
បង្វែរធ្នូរបស់កប៉ាល់តាមខ្សែបន្ទាត់សំខាន់ប្រើកម្លាំងរបស់ទូកដើម្បីចែករំលែកកម្លាំងទាញកុំទុកឲ្យរថយន្តដឹកទំនិញតែម្នាក់ឯងកម្លាំងនេះពិតជាលើសពី200គីឡូក្រាម3ឆ្នាំសម្រាប់ជីវិតអតីតកាលខ្ញុំមិនដែលមានបទពិសោធន៍ក្នុងកម្រិតនៃការប្រយុទ្ធតែមួយគោលដៅនេះទេគាត់កំពុងប្រកួតប្រជែងពេញមួយជីវិតរបស់គាត់នៅលើខ្សែស្រឡាយរបស់ខ្ញុំពាក់សារល្បឿននៅពេលគាត់ប្រញាប់សុំឲ្យគាត់រត់ពាក់កណ្ដាលរង្វង់ពេលគាត់ឈប់យើងអង្រួនវាឲ្យខ្លាំងតាមតែអាចធ្វើទៅបានប្រើប្រាស់ធម៌ពលរបស់គាត់នឹងប្រញាប់ម្ដងទៀតមុំបន្ទាត់កំពុងផ្លាស់ប្ដូរសត្វនេះខ្លាំងពេកគាត់ឈានដល់ដែនកំណត់របស់គាត់សង្កត់រយៈពេល10នាទីទៀតការប្រយុទ្ធពេញមួយ40នាទីព្រះរបស់ខ្ញុំតើនេះត្រូវមានទម្ងន់ប៉ុន្មានការប៉ាន់ស្មានដែលមើលឃើញគឺប្រហែល210គីឡូក្រាមស្ថានភាពល្អឥតខ្ចោះដោយគ្មានរបួសសេះចាស់ប្រញាប់ដោះស្រាយក្រៅពីមួយឈួងផឹកទឹករៀបចំសម្រាប់អត្ថបទទី2 3ថ្ងៃបន្ទាប់យើងនៅក្នុងតំបន់នេះដែលគ្មានអ្នកណាម្នាក់បានផ្លាស់ប្ដូរចូលមកក្នុងរយៈពេល5ឬ6ឆ្នាំមកហើយខ្សែរ៉ុក4ជុំបានផុសចេញពីភ្លុកកំហុស Crucial ត្រចៀកភ្លើងដែលជក់បារីចំនួន15មួយត្រូវបានបញ្ចេញក្នុងជុំនីមួយស្ទើរតែគ្មាន3ថ្ងៃបន្ទប់ Isolong ទាំង12នៃ Wine Chaser ទំព័រ Q ដ៏ធំក្នុងប្រភេទទម្ងន់200គីឡូក្រាមត្រូវបានរារាំងខ្ទេចដល់ចុងទំនិញអតិរេកដែលមិនមានគុណភាពទាំងនោះបន្ទាប់ពីកែច្នៃរួចពួកវាត្រូវបានដាក់ក្នុងធុងទឹកកកធម្មតាវាមិនស័ក្តិសមនឹងបន្ទប់រដ្ឋទាំង12នោះទេសេងឈួនតើមួយនេះមានទម្ងន់ប៉ុន្មាន210គីឡូក្រាមរសជាតិដ៏ល្អបំផុតមួយចន្លោះ11ដែលនៅសល់គឺពេញមើលសម្រាប់ខ្លួនអ្នកតើនោះមិនមែនជាកប៉ាល់របស់សេងឈួនទេតើគាត់បានយកទង់ពណ៌ខៀវធំទាំងនោះពីណាព្រះអើយមួយនេះវែងជាងមនុស្សលោកលូមកទីនេះលឿនទូករបស់សេងឈួនបាត់នោះជា Wine Chaser គាត់ត្រឡប់មកពីបណ្ដាញលំហាត់ Crucial Cabin Isolong 12ពេញទង់ពណ៌ខៀវ200គីឡូក្រាមលក្ខខណ្ឌមកមើលខ្លួនឯងខ្ញុំមិនហ៊ានអួតតាមទូរស័ព្ទទេការចែកចាយស្រទាប់ខ្លាញ់ពណ៌ទីតាំងហ្គេមកាំបិតត្រូវដំណើរការជាមុនសិនលោកហ្វេងគុណភាពនៃត្រីនេះខ្ញុំជាអ្នកទិញផ្ទះដេញថ្លៃអស់រយៈពេល12ឆ្នាំមកហើយខ្ញុំធ្លាប់តែឃើញកម្រិតដូចគ្នានៅហាស៊ូថូប្រទេសជប៉ុនទម្ងន់210គីឡូក្រាមដោយគ្មានរបួសសូម្បីតែការចែកចាយខ្លាញ់សាច់មានតម្លាភាពដោយគ្មានដាននៃពណ៌បើនេះឡើងទៅដាក់ដេញថ្លៃខ្ញុំហ៊ានផ្ដល់ជូនអ្នកនៅតម្លៃមូលដ្ឋាន 1.8 លានលោកកុំប្រញាប់ទៅផ្ទះដេញថ្លៃនៅឡើយខ្ញុំសូមយានចង់បាននេះផ្ទាល់2លាន3សែនផ្ទេរប្រាក់ឥឡូវនេះហាងទំនើបរបស់ខ្ញុំនឹងបើកនៅសប្តាហ៍ក្រោយយើងគ្រាន់តែខ្វះទ្រព្យសម្បត្តិបែបនេះដើម្បីរក្សាទុកហាងរបស់យើងលោកសុងអ្វីគ្រប់យ៉ាងមកក្នុងលក្ខណៈមកមុនបំរើមុនខ្ញុំបានធ្វើការផ្ដល់ជូនសម្រាប់ត្រីនេះរួចហើយបាញ់វាជាមួយយើងហាងលោកតម្លៃប្រតិបត្តិការចុងក្រោយនឹងខ្ពស់ជាងនេះប៉ុណ្ណោះយ៉ាងហោចណាស់អាចថតរូបបានជាង 2.5 លានសន្លឹក 2.8 លានអ្នកឈួតហើយអ្នកមិនអាចយកវាមកវិញក្នុងតម្លៃនេះទេ 2.8 លានផ្ទេរប្រាក់ឥឡូវនេះហើយយកវាទៅជាមួយខ្ញុំភ្លាមតើអ្នកចង់បន្ថែមទេអ្នកឈួតហើយបំភ្លេចវាខ្ញុំនឹងមិនបន្ថែមវាទេលោកសុងសប្បាយចិត្តនៅសល់11មុខទៀតលោកលូសូមរៀបចំវាជាមួយផ្ទះដេញថ្លៃបាញ់ថ្ងៃស្អែកភ្នែករបស់ Shen យ៉ាងបានផ្លាស់ប្ដូរពីភាពតក់ស្លុតទៅជាកំហឹងវាចំណាយពេលតែ3វិនាទីប៉ុណ្ណោះគ្រាន់តែរងចាំមើលនេះជាដំណើរកំសាន្តលើកដំបូងត្រីនេះចេញពីខំទំពក់រហូតដល់ចេញពីទឹកការប្រយុទ្ធគ្នាអស់រយៈពេល40នាទីជំហានដំបូងគឺត្រូវដោះស្រាយវាក្នុងពេលតែមួយពណ៌ត្រីសាច់មិនស៊ីត្រីគុណភាពគឺជាអត្ថប្រយោជន៍ធម្មជាតិនៃ Long Line 2លានកន្លះ Shen Chuan បានធ្វើដំណើរច្រើនជាងយើងក្នុងរយៈពេល10ឆ្នាំបងប្រុសទូក280របស់សុងយួនបានមកដល់ហើយ17បំណែកដែលនៅសល់នឹងត្រូវដាក់ដេញថ្លៃនៅថ្ងៃបន្ទាប់លោកមេងបាននិយាយថាដោយផ្អែកលើរូបរាងនេះការប៉ាន់ស្មានបែបអភិរក្សគឺថាវានឹងលើសពីចំនួនសរុបនៃបដិវត្តអាចបំបែកបាន15លាន300ពាន់របស់ខ្ញុំអ្នកអាចធ្វើវាបានគ្រប់ពេលគ្មានការប្រញាប់បាច់ទី1នៃទំនិញត្រឡប់ពីការធ្វើដំណើរដែលផ្ទុកពេញកម្ពូលមួយត្រូវបានឈ្នះដោយសុងយួនក្នុងតម្លៃនៅសល់11ដុំនឹងទៅដាក់ដេញថ្លៃនៅថ្ងៃបន្ទាប់ដើមទុនចាប់ផ្ដើម500ខ្ញុំបានយកវាចេញដោយផ្ទាល់ពីការសង់ដំបូងហើយបានសង់វាវិញខ្ញុំបានឲ្យគាត់សរុបចំនួន500ប្រាក់300
ការដេញតាមដំណើរដំបូងរបស់ Wayne ដែលជាស្ថានភាពបាក់បែកនៃ Crucial បានត្រឡប់មកវិញបន្ទាប់ពី3ថ្ងៃពេញការដេញថ្លៃមួយបានទទួលបានតម្លៃខ្ពស់កប់ពុកពី8លានចាប់ពីថ្ងៃនោះកំពុងភ័យនេសាទឆ្នេរភាគអាគ្នេយ៍ទាំងមូលមនុស្សគ្រប់គ្នាកំពុងឆ្លងកាត់ឈ្មោះសេងឈួនឡៅម៉ាបានយកខ្ញុំអង្គុយលើប៉ាល់ហើយជក់បារីថៅកែសែនបាច់ចុងក្រោយនៃទង់ពណ៌ខៀវបានបង្កឲ្យមានការប្រញាប់ប្រញាល់នៅឯផ្ទះដេញថ្លៃទំនិញទាំង11ត្រូវបានបិទក្នុងអំឡុងពេលថ្ងៃឈប់សម្រាកអ្នកទិញបានលើកសញ្ញារបស់ពួកគេដូចជាឈួតខ្ញុំមិនដែលឃើញទស្សនវិជ្ជាបែបនេះទេក្នុងរយៈពេល12ឆ្នាំដែលខ្ញុំចូលក្នុងឧស្សាហកម្មនេះលោកលូនិយាយចំប្រសិនបើគាត់មានអ្វីត្រូវនិយាយកុំលាក់អ្វីទាំងអស់មនុស្សចាស់យើងខ្ញុំរកលុយបានគ្រប់គ្រាន់ហើយខ្ញុំចង់បានអ្វីដែលថ្មីនិងរំភើបក្នុងជីវិតនេះលើកក្រោយទៅលេងសមុទ្របានទេយើងបង់ថ្លៃចំណាយទាំងអស់លោកសុងនេះមិនមែនជាទូកទេសចរក្រៅសមុទ្រទេគេពិតគឺគ្មានប្រយោជន៍ទាំងស្រុងនៅក្នុងតំបន់បាក់ឆ្អឹង Crucial អាកាសធាតុនឹងផ្លាស់ប្ដូររលកហែទឹកអាចលើកមនុស្សចេញពីនាវាចូលទៅក្នុងសមុទ្រនៅពេលចាប់ផ្ដើមខ្ញុំបន្តបង្វិលជើងរបស់ខ្ញុំអស់រយៈពេល40នាទីសត្វអណ្ដើកកំពុងត្រូវបានអូសយកជីវិតរបស់វាបើអ្នកធ្វើមិនបានត្រឹមត្រូវវាពិតជាអាចសម្លាប់មនុស្សម្នាក់បាននេះជាអ្វីដែលខ្ញុំចង់បានចៅហ្វាយសេនកុំបារម្ភតម្លៃជីគឺ200,000ក្នុងមនុស្សម្នាក់យើងចុះហត្ថលេខាលើកិច្ចព្រមព្រៀងជីវិតនិងការស្លាប់ដោយខ្លួនឯងយើងទិញធានារ៉ាប់រងដោយខ្លួនឯងដរាបណាយើងទៅដល់តំបន់សមុទ្រនោះអ្នកអនុញ្ញាតឲ្យយើងហែលម្ដងដោយដៃរបស់យើងផ្ទាល់កាន់ទង់ជាតិពណ៌ខៀវ200គីឡូក្រាមដោយដៃរបស់អ្នកផ្ទាល់ទាញឡើងពីសមុទ្រជ្រៅជីវិតនេះមានតម្លៃតើអ្នកឃើញទេត្រីគ្រាន់តែជាសំណល់នៃសមុទ្រប៉ុណ្ណោះហើយនៅក្រោមនោះអ្វីដែលពិតជាអាចបញ្ឆេះបំណងប្រាថ្នានៅក្នុងចិត្តរបស់មនុស្សវាជាការស្ញប់ស្ញែងដំបូងដែលមកពីបាតសមុទ្រនិងប្រភេទនៃការសប្បាយដែលធ្វើឲ្យព្រលឹងអ្នកញ័រយោពមដរាបណាអ្នកចុះហត្ថលេខាលើកិច្ចសន្យាម៉ោង3ព្រឹកថ្ងៃស្អែក Crucial បំបែកចេញតោះដើរលេងជាមួយគ្នាបសសេនសូមទៅទីនោះទាន់ពេលអូនិយាយអញ្ចឹងបសសេននេះគឺជាជាងឈីម្ចាស់ខ្សែក្រវ៉ាត់ប្រដាល់ជាតិឆ្នាំមុនខ្ញុំបានស្វែងរកវាតាំងពីខ្ញុំចូលនិវត្តន៍អ្វីមួយដែលអាចធ្វើឲ្យបេះដូងរបស់គាត់លោត102ដងខ្ញុំបានឮថាយើងនឹងចូលទៅក្នុងស្ថានភាពព្រះឆាវីសាមានជីវិត200គីឡូក្រាមហោះហើរពីទីរួមខេត្តមួយយប់ធានាថ្លៃជិះយន្តហោះរបស់គាត់200,000វាត្រូវបានបញ្ចូលទៅក្នុងកណេរបស់អ្នកកិច្ចសន្យារវាងយើងទាំង3ខ្ញុំបានចុះហត្ថលេខាគ្រប់យ៉ាងនៅតាមផ្លូវនៅទីនេះបងលូពូសុងអ្នកប្រាប់ខ្ញុំវាជាសង្វៀនប្រយុទ្ធជាមួយសត្វសាហាវទម្ងន់200គីឡូក្រាមមិនមានសូម្បីតែរបងការពារសមរម្យនៅទីនេះវាពិបាកជាងហ្គេមក្រោមដីដែលខ្ញុំបានលេងកាលពីអតីតកាលជែងឈីនេះមើលទៅហាក់ដូចជាចិត្តដាច់អាចទាញត្រីបាន200គីឡូក្រាមលោកជែងត្រីក្នុងសមុទ្រជ្រៅមិនត្រូវបានលើកឡើងដោយទូកវាអាស្រ័យលើសិល្បៈហត្ថកម្មនិងវាសនាបំបែកដើមចេញហើយដោះស្រាយការរលួយ200K គឺជាទម្ងន់ដែលខ្ញុំធ្លាប់វាជាងគេគូប្រជែងដែលធ្ងន់ជាងនឹងលេខ2ដងមកខ្ញុំមិនចង់វាអ្វីច្រើនយូរមកហើយកន្លះថ្ងៃក្រោយមក Wayne Chaser បានមកដល់ហ្គេមនៃការព្រះឆាបងប្រុសខ្ញុំកំពុងពិនិត្យខ្សែសញ្ញាកភ័យបានចាប់ផ្ដើមលោតដោយចៃដន្យយើងបានមកដល់អ្នកដែលចង់រងួនផ្សិតដោយដៃរបស់ពួកគេផ្ទាល់ចេញទៅធ្វើការបន្ទាប់គឺជាសំណុំពេញលេញនៃការបណ្ដុះបណ្ដាលនិងការបណ្ដុះបណ្ដាល15មួយការងារ15វិនាទីនីមួយបោះពួកវាទៅក្នុងសមុទ្រម្ដងមួយតាមខ្សែសាខានៃខ្សែសង្វាក់កុំប៉ះខ្សែបន្ទាប់រងចាំសញ្ញាមកថៅកែសែនពេលខ្ញុំប្រដាល់ដើរក្នុងរយៈពេល3វិនាទីនៃការឈរនៅពីមុខគូប្រជែងបោះត្រីតូចពី3នៅទីនេះចូលធ្វើសំណាងដែលអ្នកកំពុងរងចាំប្រាប់ខ្ញុំកុំលាតធំពេកមែនទេទង់ពណ៌ខៀវមិនដេញតាមត្រីដែលមានសុខភាពល្អទេមិនអាចចាប់បានធម្មពលមិនមានប្រសិទ្ធភាពទេប៉ុន្តែសញ្ញាបូមាត់ខាងក្រោមរាងមូលរបស់បែកទៅដល់ចម្ងាយរាប់រយម៉ែត្រធ្វើឲ្យសភាពគិតមហិមារបស់ពួកគេប្រញាប់ប្រញាល់ពេញលបឿនហើយលេបចូលមួយអន្លើនេះគឺជាត្រចៀក6គ្នាកំពុងបង្កើតវងនៃសេចក្តីស្លាប់ដ៏ល្អឥតខ្ចោះតាមបណ្ដោយខ្សែទាំងមូលវាជាច្រកកបៀងនៃមរណៈប្រវែង800ម៉ែត្រពេលក្រោយវាកំពុងថប់ដង្ហើមនៅស្ងៀមហើយរងចាំពេលម៉ោងកន្លះហើយបសសេនរង្វាស់សម្ពាធមិនផ្លាស់ទីទេអ្នកមិននិយាយអំពីច្រកកបៀងនៃការស្លាប់ទេតើអ្នកអាចតាក់ទាញមនុស្សនៅចម្ងាយប៉ុន្មានរយម៉ែត្រទៅបានទេមិនមានផ្ទៃសមុទ្រតែមួយទេគ្មានការប្រឆាខ្ញុំបានបង់ប្រាក់200,000យន្តដើម្បីមើលអ្នកកាត់កន្ទុយត្រីគ្មានសូម្បីតែស្រមោលស្ដេចនៃការចង់ដឹងចង់ឃើញខ្ញុំគិតថាវាគ្រាន់តែជា gimmick មួយប្រសិនបើខ្ញុំរងចាំគូប្រកួតរបស់ខ្ញុំនៅលើសង្វៀនលើពី10វិនាទីអាញាកណ្ដាលនឹងប្រមានខ្ញុំពេលម៉ោងកន្លះ2សែនទិញសម្បត្តិយន្តហោះអ្នកទាំងពីរពិតជាជឿមែនបសសេនវាមិនមែនថាខ្ញុំមិនជឿលើស្នាដៃរបស់អ្នកទេប៉ុន្តែវាពិតជាយូរពេកក្នុងការរងចាំមិនមានសញ្ញាអ្វីទាំងអស់នៅក្នុងតំបន់សមុទ្រនេះសូម្បីតែមើលមិនឃើញរូបភាពរ៉ាដានិយាយតាមត្រង់បេះដូងខ្ញុំលោតញាប់200,000អាចយកមកធ្វើជាមេរៀនបានរឿងសំខាន់គឺជៀសវាងបញ្ហាសុវត្ថិភាពណាមួយបណ្ដុំចុងក្រោយនៃទង់ពណ៌ខៀវវាមិនអាចជាคล้ายៗដែលទទួលបានពីកន្លែងផ្សេងទេមែនទេគ្រប់គ្នាកន្លែងនេះត្រូវបានគេហៅថាតំបន់កំហុស Crucial គេគឺគ្មានប្រយោជន៍ទេវាជាការខ្ជះខ្ជាយរ៉ាដាគឺគ្មានប្រយោជន៍ទេឧបករណ៍អេឡិចត្រូនិកទាំងអស់គឺគ្រាន់តែជាការបង្ហាញនៅទីនេះទង់ពណ៌ខៀវ200គីឡូក្រាមហែតាមជម្រៅនៃការបំបែកសីតុណ្ហភាពទឹកល្បឿនជិះទូកគឺយឺតណាស់
ពួកគេមិនមែនជាប្រភេទឈូងសមុទ្រទេត្រីទង់ពណ៌លឿងមួយក្រុមកំពុងដេញតាមអ្នកត្រចៀកភ្លើង15មួយរបស់ខ្ញុំបន្តធ្វើវងមរណៈនៅក្រោមទឹកសញ្ញានេះរីករាលដាលបន្តិចម្ដងតាមជ្រុនទឹកសមុទ្រយ៉ាឡែនថៃបានដឹងពីសញ្ញានេះពីខាងក្នុងនិងខាងក្រៅស៊ីវ៉ាន់បងវើត្រូវការពេលវេលានេះមិនមែនជាល្បឿនលឿននៃការនេសាទទង់ជាតិលឿងនៅឈូងសមុទ្រទេនេះជាល្បែងបរបាញ់ដ៏ធំមួយនៅសមុទ្រជ្រៅសត្វព្រៃកាន់តែធំការរងចាំកាន់តែយូរអ្នកកាន់នុយកាន់តែច្រើនកាច់មនុស្សដែលធ្លាប់ប្រើខុស3នាទីអ្វីដែលមិនអាចទ្រាំបានបំផុតគឺការរងចាំប៉ុន្តែគូប្រជែងនៅក្នុងសមុទ្រជ្រៅកុំដើរតាមចង្វាក់របស់អ្នកគាត់ជ្រើសរើសពេលដែលត្រូវមកអ្នកអាចទ្រាំទ្របាន Shen Chuan និយាយត្រូវមនុស្ស improvisational អ្នកមិនអាចរស់បានមួយថ្ងៃនៅក្នុងសមុទ្រនេះទេសមុទ្រមានការវិភាគផ្ទាល់ខ្លួនតារាងពេលវេលាគឺអាក្រក់ខ្ញុំបានចំណាយប្រាក់200,000ខ្ញុំមិននៅទីនេះដើម្បីស្ដាប់ហេតុផលរបស់អ្នកទេការបង្កើតច្បាប់វាជាយូរមកហើយខ្ញុំក៏មិនបានមើលដុំលាមកត្រីដែរខ្ញុំមិនអាចរងចាំទៀតទេខ្ញុំកំពុងមកមិនថាមានអ្វីព្យួរនៅក្រោមវាទេទាញវាឡើងជាមុនសិនបន្ទាប់មកនិយាយកុំបិទការបាញ់ជ្រៅនៅក្រោមសមុទ្រច្រករបៀងនៃការស្លាប់ដែលស្ងប់ស្ងាត់អស់រយៈពេលជាយូរមកហើយត្រូវបានទាញដោយបង្ខំនៅពេលនេះបានធ្វើឲ្យសកម្មទាំងស្រុងតាមច្រករបៀងចាប់ទង់ជាតិ Osaka Fire មានអារម្មណ៍ថាមានចលនាមិនធម្មតានៃក្រុមបន្ទាត់ផ្ទុះឡើងដោយសភាពគិតប្រតិកម្មរត់គេចពេញលេញការកំណត់តម្លៃខ្សែដែលខូចបានចាប់ផ្ដើមបង្ហាញនៅលើខ្សែមេនៅយ៉ាវជិងត្រូនិករង្វាស់សម្ពាធស្ថិតនៅយ៉ាងរឹងមាំនៅក្នុងតំបន់ក្រហមមួយឈួងដោះក្រដាសចាក់សោទុកឲ្យវាលងកុំកាន់វាឲ្យខ្លាំងធ្នូរបស់កប៉ាល់ត្រូវបានកែតម្រូវក្នុងទិសដៅនៃកម្លាំងទាញមានព្យួរច្រើនជាងមួយនៅខាងក្រោមកម្លាំងអូសទាញនៅតែកើនឡើងតើមានទង់ពណ៌ខៀវជាច្រើនហោះក្នុងពេលតែមួយទេមានទំពុកជាង3ខាំក្នុងពេលតែមួយនៅតាមច្រករបៀងខេត្តកម្លាំងទាញត្រូវបានចែកចាយនៅលើសាខាផ្សេងគ្នាអ្នកមិនអាចរស់បានដោយគ្រាន់តែខាំម៉ូតូឡាននោះទេត្រូវការដៃចង្កូតលោកលូលោកសងមកទីនេះដោយពាក់ស្រោមដៃជេងឈីតើអ្នកគិតថាអ្នកគ្មានគូប្រជែងទេចាប់យកខ្សែពួរណែនាំបញ្ចេញធម្មពលដែលអ្នកមាននៅពេលអ្នកឈ្នះជើងឯកបើត្រីនេះគេចថ្ងៃនេះពេលក្រោយយើងនឹងចូលទៅក្នុងស្រទាប់កំហុសត្រូវរងចាំមួយខែតើនេះធំប៉ុណ្ណានោះមិនមែនជាត្រីទេវាគឺជាថូពីដូពណ៌ខៀវប្រាក់ដែលបាញ់ចេញពីសមុទ្រជ្រៅបច្ចុប្បន្នវាកំពុងព្យួរនៅក្រោមជញ្ជាំងព្យួរនៃ Wine Chaser ទឹកសមុទ្រហូរចុះពីរាងកាយដ៏ល្អឥតខ្ចោះរបស់វាបងឈួនការប៉ាន់ប្រមាណដែលមើលឃើញច្រើនជាង180គីឡូក្រាមស្ថានភាពល្អឥតខ្ចោះបងប្រុសលោកតាអ្នកបានឃើញទេ180គីឡូក្រាមខ្ញុំផ្ទាល់បានទាញវាឡើងពីបាតសមុទ្រថៅកែសែនខ្ញុំអស់សង្ឃឹមរហូតដួលទៅដីសម្បត្តិ200,000នេះពិតជាមានតម្លៃណាស់រីករាយណាស់នៅតែមានបន្ទាត់ដែលត្រូវបញ្ចប់មែនទេកុំឈប់ខ្ញុំនៅតែអាចញ៉ាំបានទីបំផុតខ្ញុំបានរកឃើញគោលដៅរបស់ខ្ញុំបន្ទាប់ពីចូលនៅក្រោមបាតសមុទ្រនេះពួកគេទាំងអស់គឺជាគូប្រជែងដ៏ស័ក្តិសមដំបូងកំចាត់ពួកគេដោយការភ័យខ្លាចនៃទីជ្រៅបំផុតកែតម្រង់ពួកវាដោយចំណង់ចំណូលចិត្តរបស់អាបឺឡូចាប់ពីថ្ងៃនេះទៅChe Feng Hao មិនមែនគ្រាន់តែជាអាជីវកម្មគ្រឿងសមុទ្រទេតែអ្វីដែលខ្ញុំអាចផ្ដល់ឲ្យបទពិសោធន៍ជីវិតនិងមរណភាពប្លែក5ម៉ោងបន្ទាប់ខ្សែសាខាដែលនៅសល់ទាំងអស់ត្រូវបានភ្ជាប់មិនមែនជាទំពុកទេតែមួយទេអតិថិជន3នាក់បានរីករាយនៅលើតុហត់នឿយប៉ុន្តែសប្បាយចិត្តណាស់ត្រឡប់មកវិញនៅកាកសំណល់ទាំងអស់នេះដែលគ្មាននរណាម្នាក់ចង់បានការធ្វើដំណើរនេះតែម្នាក់ឯងចំណាយកម្លាំងពលកម្មជាង100000យន្តមុនពេលដឹកជញ្ជូនតើអ្នកបានទៅស្ទូចត្រីឬទៅវិស្មការនៅសមុទ្រទេតើអ្នកកំពុងស្រែកអ្វីមានអ្វីមួយខុសជាមួយកសិដ្ឋានចិញ្ចឹមត្រីនៅឆ្នេរសមុទ្រដែលយើងឧស្សាហ៍ទៅទីដៅនៃចរន្តគឺញ៉ៃញ៉ៃទាំងស្រុងសាលាត្រីបានរត់ជាបំណែកអ្នកមិនអាចចាប់អ្វីបានទេប្រសិនបើអ្នកបោះសំណាញ់កន្ទុយ AG បានធ្វើតាមវិធីសាស្ត្រដែលគាត់បានទន្ទិញចាំដើម្បីធ្វើកិច្ចការដើម្បីតាក់ទាញត្រីទោះដាក់ចុះក៏ត្រីមិនមកដែរតើអ្នកមិនចេះបច្ចេកទេសចរាចរណ៍ការងាររបស់ Shen Chuan ទេហេតុអ្វីបានជាត្រីនុយទាំងនោះចាប់ត្រីណាមួយបោះវាទៅក្នុងទឹកមិនទេវានឹងលិចទៅបាតដោយមិនមានចលនាទាំងអ្នករត់ពី3នាទីហើយក្បាលពោះរបស់អ្នកប្រែជាពណ៌សូម្បីតែទង់ជាតិពណ៌លឿងក៏មិនអាចដឹកនាំយើងនៅទីនេះដែរមិនមែននិយាយថាយកទង់ពណ៌ខៀវទេបងប្រុសយ៉ាងខ្ញុំពិតជាបានធ្វើអ្វីដែលបងប្រុសឈួនបានធ្វើកន្ទុយនៃទំពុកនៅខាងក្រោយទង់ជាតិត្រូវបានកាត់ចូលនៅក្នុងពោះប៉ុន្តែបន្ទាប់ពីត្រីចូលក្នុងទឹកវាមិនប្រែមកវិញទេខ្ញុំផងដែរមិនដឹងមូលហេតុ3ឆ្នាំនៃការដើរតាមអ្នកដោយឥតប្រយោជន៍កាកសំណល់មួយ